តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃទី6 ខែកក្កដាឆ្នាំ2026បន្ទាប់ពីអង្គការ OPEC និងសម្ព័ន្ធមិត្ត OPEC Plus បានព្រមព្រៀងបង្កើនគោលដៅផលិតកម្មចាប់ពីខែសីហាខាងមុខកត្តានេះរួមផ្សំនឹងការលុបឡើងវិញនៃការនាំចេញពីក្រុមហ៊ុនផលិតធំៗតាមច្រកសមុទ្រ Hormuz បានដាក់សម្ពាធលើតម្លៃប្រេងដោយសារការរំពឹងទុកថានឹងមានការផ្គត់ផ្គង់បន្ថែមទៅក្នុងទីផ្សារសកលជាលទ្ធផលប្រេងឆៅ Brent បានធ្លាក់ចុះមកនៅត្រឹម $71.39 ក្នុង1បារ៉ែលខណៈដែលប្រេងឆៅ WTI របស់សហរដ្ឋអាមេរិកបានធ្លាក់មកនៅតម្លៃ $68.15 ក្នុង1បារ៉ែលការសម្រេចចិត្តរបស់ក្រុម OPEC Plus គឺដើម្បីបង្កើនគោលដៅផលិតកម្មចំនួន 188,000 បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាបន្ទាប់ពីបានអនុវត្តការបង្កើនស្រដៀងគ្នានេះរួចមកហើយសម្រាប់ខែមិថុនានិងកក្កដាការប្រែប្រួលតម្លៃនេះកើតឡើងបន្ទាប់ពីភាពមិនប្រាកដប្រជាក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកដែលវិនិយោគិនបានតាមដានយ៉ាងយកចិត្តទុកដាក់លើកិច្ចចរចារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ុងក៏ដូចជាស្ថានភាពនៃការនាំចេញប្រេងនៅតំបន់ឈូងសមុទ្រពាក់ទោះជាយ៉ាងណាក៏ដោយការបង្កើនផលិតកម្មនេះត្រូវបានគេមើលឃើញថាអាចមានប្រសិទ្ធភាពត្រឹមតែលើទ្រឹស្ដីប៉ុណ្ណោះដោយសារតែស្ថានភាពចំនួនក្នុងតំបន់សង្គ្រាមរវាងសហរដ្ឋអាមេរិកអ៊ីស្រាអែលជាមួយអ៊ីរ៉ុងបានបណ្ដាលឲ្យមានការបិទគប់ច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រទេសផលិតប្រេងធំៗដូចជាអារ៉ាប៊ីសាអូឌីត កូវេត និងអ៊ីរ៉ាក់ឧបសគ្គនេះបានបង្ខំឲ្យប្រទេសទាំងនោះត្រូវកម្រិតទិន្នផលជាក់ស្ដែងរបស់ខ្លួនទោះបីជាមានការបង្កើនគោលដៅផលិតកម្មជាផ្លូវការក៏ដោយទោះបីជាមានឧបសគ្គទាំងនេះក៏ដោយទិន្នន័យជាក់ស្ដែងបង្ហាញពីសញ្ញានៃការងើបឡើងវិញមួយចំនួនការស្ទង់មតិរបស់ទីភ្នាក់ងារ Reuters បានរកឃើញថាទិន្នផលប្រេងរបស់អង្គការ OPEC នៅក្នុងខែមិថុនាបានកើនឡើង 3.3 លានបារ៉ែលក្នុងមួយថ្ងៃបើធៀបនឹងខែឧសភាស្រដៀងគ្នានេះដែរការនាំចេញប្រេងពីតំបន់ឈូងសមុទ្រពាសក៏បានកើនឡើងជាង 3 លានបារ៉ែលក្នុងមួយថ្ងៃផងដែរប៉ុន្តែបរិមាណនាំចេញសរុបនេះនៅតែទាបជាងកម្រិតមុនពេលមានសង្គ្រាមប្រមាណ 40% ដដែល